ទីតាំងនេះរួចរាល់ 100% ដូចគ្នាម៉ាស៊ីនដេហ្គេ8គីឡូអាគុយ15គីឡូជាទូទៅដែលយើងណែនាំឲ្យអតិថិជនប្រើគឺម៉ាស៊ីនមួយអាគុយមួយតែដោយឡែកនៅក្នុងគេហដ្ឋាននេះគាត់ចង់បានអាគុយ2តែខ្ញុំថាកុំចំណាយលុយម្ដងបានន័យថាកុំចំណាយលុយម្ដងឲ្យធ្ងន់ខ្លួនយើងសុខចិត្តថាដាក់កាត់បន្ថយសិនទៅចាំរកលុយបានចាំថែមទៀតតែបើសល់លុយដាក់តោះខ្ញុំប្រាប់ភ្ញៀវអញ្ចឹងមែនអាហ្នឹងគឺជាសម្ដីពិតដែលខ្ញុំនិយាយមួយភ្ញៀវរបស់ខ្ញុំគាត់ថាបើសល់លុយដាក់ចោះតែបើសិនជាយើងមិនសល់លុយច្រើនបានន័យថាយើងមានមួយចំនួនដែលយើងអាចរៀបចំប្រព័ន្ធប្រើប៉ុណ្ណឹងបានរៀបប៉ុណ្ណឹងសិនទៅអត់អីទេមានលុយពេលណាហៅមកខ្ញុំហៅខ្ញុំមកពេលហ្នឹងខ្ញុំដាក់ឲ្យបានអញ្ចឹងសម្រាប់អាគុយគឺយើងអាចបំពាក់ជូន15គីឡូភ្ញៀវចង់បាន30គីឡូតែខ្ញុំថាបានប៉ុណ្ណឹងសិនបានហើយប្រព័ន្ធ system នេះយើងរៀបចំបែបហ្នឹងអញ្ចឹងអតិថិជនដែលមានតម្រូវការ system solar ដែលយើងប្រើប្រាស់ស្រូបពីពន្លឺថ្ងៃមកនេះគឺយើងរៀបចំទៅតាមទីតាំងផ្សេងគ្នាអត់ដូចគ្នាទេទាំងម៉ាស៊ីនទាំងអាគុយទាំងចំនួនទាំង accessory ផ្សេងគឺអត់ដូចគ្នាទេអញ្ចឹងទីតាំងនេះគឺយើងរៀបចំបែបមើលទៅរៀងតិចភ្នែកដែរសម្រាប់យើងរៀបចំជាប្រភេទខ្សែមកយើងពុតទៅយោក្របពីលើដើម្បីអីដើម្បីជាសុវត្ថិភាពជាគុណភាពប្រើប្រាស់បានយូរអញ្ចឹងបើយើងរត់ធម្មតាវាអត់បបាក់ទេតែរត់បែបនេះគឺជាងគឺមានការផ្ចិតផ្ចង់ដូចចម្លាក់អញ្ចឹងណាផ្ចិតផ្ចង់ក្នុងការធ្វើមួយទីតាំងឲ្យបានល្អប្រសើរអញ្ចឹងទីតាំងនេះយើងចាយពេលចូល3ថ្ងៃដែរគឺយើងរៀបចំមក complete ហើយ ATS នេះគឺអូតូចង់អូតូក៏បានចង់អត់អូតូក៏បានដែរនេះសម្រាប់វាអូតូដោយខ្លួនឯងហើយមួយវិញទៀតយើងមាន inverter សម្រាប់ផ្ដាច់ឬក៏ប្រើឡើងមកលើនេះជាប្រើសូឡាចូលមកក្រោមនេះយើងប្រើភ្លើងរត់សុទ្ធអញ្ចឹងជំរើសរបស់ភ្ញៀវគាត់ចង់ប្រើបែបណាក៏បានតែជា priority គឺប្រើសូឡាបើយើងដាក់សូឡាហើយយើងប្រើភ្លើងរត់ដដែលសួរថាដាក់ធ្វើអីអញ្ចឹង priority គឺប្រើសូឡាយើងដាក់នេះដើម្បីការពារពួកអានេះវាខូចអញ្ចឹងក្រុមជាងរបស់យើងអាច fly មកភ្លាមទេយើងអាចប្រើពេលអញ្ចឹងម្ចាស់ផ្ទះគាត់សង្គ្រោះដោយខ្លួនឯងភ្លើងគាត់មានប្រើដោយខ្លួនឯងគាត់អាកាច់មកប៉ាប់គឺភ្លើងអូតូម៉ាទិកចូលភ្លើងរត់អញ្ចឹងយើងគិតគូរពីអនាគតដែរសម្រាប់កុំឲ្យថាមានបញ្ហាទៅយើងមកអត់ទាន់ព្រោះពេលខ្លះយើងជាប់រវល់ដែរបើនៅពេញអញ្ចេះមិនបញ្ហាទេគាត់ថាម្ចាស់ផ្ទះគាត់ប្រាប់យើងអាចនឹងលឿនទេអត់យូរទេក៏ប៉ុន្តែនៅខែអីហ្នឹងគឺយើងរៀបឲ្យគាត់ងាយស្រួលក្នុងការប្រើហើយយើងបញ្យល់គាត់បន្តិចទៅគាត់យល់អត់មានអីពិបាកក្នុងការដែលប្រើប្រាស់ទេវាពិបាកតែយើងរៀបនេះទេដែលពិបាកអញ្ចឹងយើងរៀបទូបែបហ្នឹងទៅតាមទីតាំងដែលខ្ញុំតែងជជូនទៅយន្តថាយើងរៀបទៅតាម locate ទៅតាមទីតាំងអញ្ចឹងទីតាំងហ្នឹងយើងរៀបប្រព័ន្ធមកបែបហ្នឹងអញ្ចឹងមើលទៅវាអត់ស្មុគស្មាញនៅក្នុងផ្ទះមើលទៅវាអត់អញញ៉ៃយើងនិយាយភាសាសាមញ្ញគឺរញ៉េរញ៉ៃអញ្ចឹងយើងរៀបមកបែបនេះគឺ smooth ប្រព័ន្ធខ្សែភ្លើងអីហ្នឹងវាអត់ស្មេមស្មាមទេអញ្ចឹងតិចជនអាចពិនិត្យនៅក្នុងវីដេអូនេះបានហើយសម្រាប់តម្រូវការពិភាក្សាគ្នាសិនសម្រាប់ទីតាំងបងប្អូនអាចប្រាប់ពីតម្រូវការជាក់ស្ដែងប្រើលើឧបករណ៍អីខ្លះប្រើកម្រិតណាក្នុងមួយខែក្នុងមួយថ្ងៃអញ្ចឹងខ្ញុំគិតជូនទៅបងប្អូនអាចពិចារណាហើយនឹងបាត់ចិត្តអាច estimate ឲ្យបានព្រោះ actual យើងក៏មិនថា 100% ដែរតែយើងអាច estimate ជូនបានអញ្ចឹងឈុតអានេះវាអត់ខំមើលក៏មិនថាអីក៏វាច្រើនពាន់ដែរអញ្ចឹងមកកម្រងនេះគឺតិជនគាត់ចំណាយលុយគួរសមដែរល្មមនឹងបានប្រើក៏ប៉ុន្តែវាមិនមែនយើងចំណាយលុយម្ដងហ្នឹងស្អែកឡើងយើងរើបោះចោលទេអត់ទេ
ម៉ាស៊ីនអាគុយធានា5ឆ្នាំទាំង solar យើងធានាជាង10ឆ្នាំ accessory ផ្សេងនេះទាំងអស់នេះទៀតយើងខ្ញុំធានាជូន1ឆ្នាំទៀតអត់បាច់ភ័យទេអញ្ចឹងផ្សេងទៀតវាអត់ខូចទេ1ឆ្នាំត្រឹមតែយើងមកប្រើកុំតែយើងកំតិចកំទីវាចោលអាហ្នឹងមកវាខូចបើត្រឹមតែប្រើអត់ខូចទេ inverter ក្រុមហ៊ុនរោងចក្រគេធានាឲ្យ5ឆ្នាំអញ្ចឹងបងប្អូនដែលតឡើងនៅក្នុងកម្រិតទាំងអស់ហ្នឹងខ្ញុំអាចនិយាយជាបឋមបានថាត្រឹមតែ2ឆ្នាំឬក៏3ឆ្នាំគឺរួចខ្លួនហើយបើន័យថាយើងចំណាយលុយមួយដងហ្នឹងកំឡុងពេល1ឆ្នាំឬក៏2ឆ្នាំ3ឆ្នាំគឺរួចខ្លួនហើយបន្ទាប់ពីហ្នឹងទៅគឺយើងប្រើអត់មានអស់លុយអីទេទៀតអញ្ចឹងណាអញ្ចឹង system បងប្អូនត្រូវត្រៀមចិត្តត្រៀមកាយចំណាយលុយម្ដងធ្ងន់ខ្លួនតែយើងប្រើបានយូរហើយផ្ទះយើងអត់បាច់ភ័យរឿងដាច់ភ្លើងទេពេលថ្ងៃអីនោះបាច់ភ័យទេតែបើសិនជាអាគុយនេះវាអស់អាហ្នឹងវាដាច់ដែរហើយតែគាត់ថាយើងប៉ាសេចូលភ្លើងរត់ទៅអញ្ចឹងប្រើតិចតួចប្រើល្មមយើងមើលទៅយើងមើល data ទៅបើសិនជារីកភ្លឺបងប្អូនអាចកាត់បន្ថយការប្រើប្រាស់បានមួយចំណែកទៅអាគុយនឹងគ្រាន់24ម៉ោងព្រោះបងប្អូនចង់សិក្សាប្រើ24ម៉ោងក៏បានចង់សិក្សាប្រើត្រឹមលក្ខណៈកាត់បន្ថយក៏បានដែរព្រោះពេលខ្លះបងប្អូនប្រើភ្លើងច្រើនយើងដាក់ម្ដងដែលខ្ញុំនិយាយខាងដើមហ្នឹងធ្ងន់ខ្លួនធ្ងន់ខ្លួននឹងអស់លុយច្រើនណាអត់លេងចូលទេព្រោះថវិកាយើងក៏ពិបាករកដែរអញ្ចឹងយើងដាក់កាត់បន្ថយសិនទៅតែបើដាក់ 100% អាហ្នឹងគឺអត់មានអីត្រូវដាច់ភ្លើង24ម៉ោងលើ24ម៉ោងព្រោះសុកយើងមានថ្ងៃរហូតអត់ដែលយប់រហូតទេមានថ្ងៃមានយប់អញ្ចឹងឲ្យតែពេលថ្ងៃគឺមានភ្លើងហើយអញ្ចឹងសម្រាប់ទីតាំងនេះយើងបានបញ្ចប់ហើយបើឲ្យគាត់ប្រើប្រាស់ហើយរួចរាល់ 100% ហើយអញ្ចឹងសម្រាប់អង្គសើនេះគឺយើងរៀបឲ្យទេជនគាត់កាច់ដោយខ្លួនឯងករណី ATS នេះវាបញ្ហាអញ្ចឹងវាអត់ទះទេបើបញ្ហាខូចគឺវាអត់ទះទេតែទូទៅវាអត់ទាន់ងាយខូចដែរអាហ្នឹងអញ្ចឹងយើងដាក់ស្គូកាច់ដៃនេះមួយទៀតអានេះយើងកាច់ដៃក៏បានយើងដាក់អូតូក៏បានទូទៅយើងដាក់អូតូឲ្យវានៅពេលដែលតែភ្លើងបើសិនជាយើងគ្រីតភ្លើងរត់គឺភ្លើងរត់វាចូលក្នុងម៉ាស៊ីនហើយមិនចាំមកលេងអស់នេះណាតែបើឡាយបើនេះវា error នេះ error អញ្ចឹងវានឹងទះអូតូមកតង់ហើយបើសិនជានេះអត់អូតូមកតង់នឹងទេគឺយើងកាច់ដៃជំរើសមកចែកឲ្យអញ្ចឹងកាច់ផុសមកគឺចូលទៅក្នុងផ្ទះមានភ្លើងប្រើធម្មតាអញ្ចឹងខ្ញុំគិតថាប្រព័ន្ធប៉ុណ្ណេះតែជនគាត់ប្រើស្ងប់ចិត្តហើយមកថាវាអត់បញ្ហាទេរាល់បញ្ហាមានភ្លាមគាត់អាចសង្គ្រោះដោយខ្លួនឯងបើនៅក្នុងផ្ទះយើងមានភ្លើងប្រើធម្មតាអញ្ចឹងពាក់ព័ន្ធនឹងទូបជាយើងគិតពីគុណភាពគិតពីសុវត្ថិភាពគិតពីការប្រើប្រាស់ដោយងាយស្រួលបំផុតអញ្ចឹងសម្រាប់ទូបជាយើងសូមបង្ហាញប៉ុណ្ណឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតដែលខ្ញុំតែងតែព្យាយាមថតបង្ហាញទៅបងប្អូនមួយទីតាំងទៅមួយទីតាំងអញ្ចឹងវីដេអូនេះសូម goodbye ប៉ុណ្ណេះសិន